bạnបងប្អូននៅក្នុងវីដេអូនេះខ្ញុំចែកម្លែកនៅចំណេះដឹងមួយទៀតហើយតកតងទៅនឹងតើការកំណត់ KPI ឲ្យបុគ្គលិកឬក៏នៅពេលដែលយើងទៅធ្វើការនៅក្រុមហ៊ុនណាមួយហើយក្រុមហ៊ុនកំណត់ KPI ឲ្យយើងកំណត់ថាគេឲ្យយើងថាតើវាជារឿងល្អឬក៏រឿងមិនល្អអូខេការកំណត់ KPI សម្រាប់បុគ្គលិកហើយសម្រាប់ខ្ញុំគិតថាល្អព្រោះ KPI វាផ្ដល់នៅគោលដៅច្បាស់លាស់សម្រាប់យើងជាបុគ្គលិកជួយឲ្យការងារយើងប្រសើរឡើងជាងមុននិងតម្រឹមការងារបុគ្គលិកម្នាក់ៗឬក៏ការងាររបស់យើងម្នាក់ៗហ្នឹងឲ្យស្របទៅនឹងគោលដៅរបស់ក្រុមហ៊ុនប៉ុន្តែនៅក្នុងហ្នឹងផងដែរក៏វាអាចជារឿងមិនល្អដែរបើសិនបើ KPI នោះត្រូវបានរៀបចំឡើងមិនសូវបានល្អអាចបានថាការរៀបចំរបស់យើងនឹងវាបដោតទៅលើចំណុចណាមួយឬក៏ផ្នែកណាមួយខ្លាំងពេកឬការរៀបចំហ្នឹងវាអត់សូវមានទំនាក់ទំនងគ្នាបានល្អទៅនឹងទូនាទីការងាររបស់បុគ្គលិកចំណេះជំនាញដែលបុគ្គលិកគាត់មានហើយដូច្នេះហើយវាអាចនឹងនាំឲ្យមានភាពតានតឹងឬក៏សម្ពាធសម្រាប់បុគ្គលិកទៅវិញហើយជាពិសេសនោះគឺវាអាចនឹងរាំងស្ទះទៅដល់គំនិតច្នៃប្រឌិតរបស់ពួកគាត់ផងដែរឥឡូវយើងមកនិយាយអំពីអត្ថប្រយោជន៍នៃការកំណត់ KPI វិញនៅក្នុងនេះខ្ញុំលើកយកមក3ដែលខ្ញុំគិតថាវាជាអត្ថប្រយោជន៍ល្អទៅវិញសម្រាប់នៅពេលដែលយើងធ្វើការហើយមាន KPI អញ្ចឹងចំណុចទី1នោះគឺតកតងមួយនឹងភាពច្បាស់លាស់ជាមួយនឹងការងារហើយនឹងតុល្យភាពទៅលើការងាររបស់យើងអញ្ចឹង KPI វានឹងតម្រឹមការខិតខំប្រឹងប្រែងរបស់បុគ្គលិកម្នាក់ៗហ្នឹងឲ្យស្របទៅនឹងគោលដៅរបស់ក្រុមហ៊ុនហើយដោយធានាថាគ្រប់បុគ្គលិកទាំងអស់ដែលធ្វើការនៅក្នុងក្រុមហ៊ុនគឺកំពុងតែធ្វើកិច្ចការងារដើម្បីឆ្ពោះទៅរកគោលដៅរួមមួយអូខេហើយចំណុចទី2តកតងទៅនឹងការវាស់វែងទៅលើការងារដែលបុគ្គលិកគាត់ធ្វើម្នាក់ឬក៏ការងារដែលយើងបានធ្វើឲ្យក្រុមហ៊ុនហ្នឹងគឺមានភាពសុក្រិតជាងមុនអញ្ចឹង KPI វានឹងជួយវាស់ស្ទង់ទៅលើការអនុវត្តការងាររបស់យើងកំណត់ពីភាពខ្លាំងរបស់យើងកំណត់ពីភាពខ្សោយរបស់យើងហើយនឹងកំណត់ទៅលើការសម្រេចចិត្តនៅក្នុងការកែតម្រូវទៅលើផ្នែកណាមួយដែលយើងខ្វះខាតអញ្ចឹងណាហើយមានទិន្នន័យច្បាស់លាស់នៅក្នុងការដែលយើងជជែកគ្នាដើម្បីកែតម្រូវចំណុចចុងក្រោយចំណុចទី3ហ្នឹងគឺតកតងជាមួយនឹងជួយដល់ការលើកទឹកចិត្តទៅដល់បុគ្គលិកអញ្ចឹងការកំណត់ KPI វាជាគោលដៅច្បាស់លាស់អាចបង្កើនការលើកទឹកចិត្តបុគ្គលិកការទទួលស្គាល់ទៅលើសមិទ្ធផលឬក៏ស្នាដៃដែលបុគ្គលិកគាត់សម្រេចបានអញ្ចឹងនេះគឺជា3ចំណុចសំខាន់ហើយដែលខ្ញុំគិតទៅលើការកំណត់ KPI អញ្ចឹងបើសម្រាប់ខ្ញុំមកធ្វើការនៅពេលដែលក្រុមហ៊ុនដាក់ target ក៏មាន KPI ខ្ញុំគិតថាវាជារឿងល្អមួយដែលឡែកមិនល្អគឺបើសិនករណីការរៀបចំ KPI ការរៀបចំប្រព័ន្ធ KPI ការរៀបចំទូនាទីការងារបុគ្គលិកហ្នឹងគឺវាអត់រៀបចំអត់សូវបានល្អដោយវាមិនមានទំនាក់ទំនងគ្នាជាពិសេសដូចខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹងគឺធ្វើយ៉ាងណា KPI ហ្នឹងគឺត្រូវតែផ្សារភ្ជាប់ជាមួយនឹងទូនាទីទំនួលខុសត្រូវរបស់បុគ្គលិកម្នាក់ៗដែលគាត់ធ្វើហើយត្រូវផ្សារភ្ជាប់ជាមួយនឹងចំណេះជំនាញដែលគាត់មានទៅកាន់ទូនាទីដែលគាត់ធ្វើហ្នឹងអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងនៅក្នុងវីដេអូនេះអរគុណ